សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Sky ថ្ងៃនេះខ្ញុំនិទានរឿងមួយដែលមានចំណងជើងថាចេកនាងដានីហើយរឿងនេះដែរគឺបង្ហាញអំពីបារម្ភម្នាក់ដែលត្រូវបានក្រសួងបញ្ជូនឲ្យទៅបង្រៀននៅស្រុកមួយកន្លែងនៅខេត្តបាត់ដំបងប៉ុន្តែក្នុងការបង្រៀននោះគាត់ក៏បានជួបនឹងរឿងហេតុការណ៍ចម្លែកចាប់ផ្ដើមនៃសាច់រឿងមកគឺបង្ហាញអំពីកំឡោះចំណាស់ម្នាក់គាត់មានអាយុ30ឆ្នាំហើយគាត់មានឈ្មោះថាសម្បូរក្រោយពីបញ្ចប់ការសិក្សាផ្នែកគ្រូបង្រៀននៅសាកលមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញក្នុងអំឡុងឆ្នាំ1961មកក្រសួងក៏បានចេញឈ្មោះគាត់ឲ្យទៅបង្រៀននៅស្រុកមួយកន្លែងនៅខេត្តបាត់ដំបងតែតាមពិតទៅគឺគាត់គឺជាអ្នកស្រុកកំពង់ធំសម្បូរទៅបង្រៀននៅខេត្តបាត់ដំបងទាំងមិនស្គាល់នរណាម្នាក់សោះហើយក៏គ្មានកន្លែងសម្រាប់ស្នាក់នៅដែរពេលនោះសម្បូរក៏បានទៅជួបផ្ទះមួយខ្នងសម្រាប់ស្នាក់នៅផ្ទះនោះមានភាពស្ងប់ស្ងាត់ល្អជាផ្ទះរបស់លោកប្រធានភូមិដែលគាត់បានកសាងឡើងសម្រាប់ជូនដល់កូនស្រីរបស់គាត់ក្រោយពេលរៀបការជាមួយនឹងអ្នកកំឡោះឈ្មោះម្នាក់ប៉ុន្តែត្រូវរំសាយទៅវិញដោយសារតែអ្នកកំឡោះឈ្មោះនោះបានទៅរៀបការជាមួយនឹងកូនក្រមុំសៀមបាត់ទៅដូច្នេះផ្ទះមួយខ្នងនេះក៏ត្រូវបានទុកចោលរហូតមកប៉ុន្តែគាត់ជួលនឹងសម្បូរស្វែងរកផ្ទះជួលសម្រាប់នៅលោកប្រធានភូមិក៏បានជួលឲ្យសម្បូរនៅក្នុងតម្លៃថោកបំផុតសម្បូរមកនៅផ្ទះថ្មីនេះគឺជាផ្ទះតូមួយខ្នងកូតដែលនៅចំកណ្ដាលចំការចេកមួយរយៈដំបូងដែលសម្បូររស់នៅក្នុងផ្ទះនេះមិនមានបង្ហាញនៅហេតុការណ៍អ្វីមួយចម្លែកឡើយអាចនិយាយបានថាសម្បូររស់នៅយ៉ាងមានសេចក្តីសុខបំផុតថ្ងៃមួយក្រោយពីសម្បូងុយទឹកញ៉ាំបាយហើយអស់ហើយម៉ោងប្រហែលជា7យប់សម្បូរក៏ចេញមកអង្គុយយកខ្យល់អាកាសនៅរានហាលមុខផ្ទះរបស់ខ្លួនដោយបង្ហាញអារម្មណ៍មិនដែលដណ្ដូងស្ងាត់ម្នាក់ឯងប៉ុន្តែសរសៃភ្នែករបស់គេក៏ងាកទៅឃើញវត្ថុម្យ៉ាងដោយចៃដន្យយប់នោះគឺមានខែភ្លឺស្រទុំម៉មអាចនឹងមើលឃើញវត្ថុជុំវិញខ្លួនបានច្បាស់ល្អសម្បូរមានអាការៈភ្ញាក់ផ្អើលបន្តិចបន្តួចព្រោះខ្សែភ្នែករបស់គេមិនបានកុហកខ្លួនគេឡើយពេលនេះមានស្ត្រីម្នាក់កំពុងដើរសម្ដៅមករកគេមានការឆ្ងល់ណាស់ថាជប់ថ្មនឹងហើយមានស្ត្រីណាហ៊ានដើរមកម្នាក់ឯងទៀតទីបំផុតស្ត្រីនោះក៏បានដើរមកជិតដល់គេសម្បូរក៏ក្រោកឡើងស្វាគមន៍ក្នុងនាមជាម្ចាស់ផ្ទះគេក៏គិតក្នុងចិត្តថាប្រហែលជាញាតិមិត្តបងប្អូនរបស់លោកប្រធានភូមិហើយមានធរៈអ្វីម្យ៉ាងទើបមកនឹងយប់ដូច្នេះសម្បូរក៏និយាយថាសុំទោសមានការអ្វីដែរអញ្ជើញអង្គុយចុះសិនមកនាងបង្ហាញស្នាមញញឹមដាក់សម្បូរនិងដើររកកន្លែងអង្គុយបណ្ដើរពេលបានអង្គុយក្បែរគ្នាក្រោមពន្លឺព្រះច័ន្ទនោះសម្បូរបានគិតក្នុងចិត្តថានាងម្នាក់នេះពិតជាស្រស់ស្អាតនិងមានមន្តស្នេហ៍ណាស់ស្អាតទាំងមុខស្អាតទាំងរាងរហូតស្ទើរតែគ្មានស្រីណាប្រៀបប្រដូចគ្មានសម្បូរក៏សួរថាអ្នកនាងជាអ្នកណាដែរបាទសម្បូរសួរបណ្ដើរនិងសម្លឹងមើលមុខនាងបណ្ដើរនាងឆ្លើយដោយបញ្ចេញស្នាមញញឹមដ៏គួរឲ្យស្រឡាញ់ដាក់សម្បូរនាងខ្ញុំជាញាតិមិត្តរបស់លោកប្រធានភូមិតើលោកគ្រូចម្លែកចិត្តអ្វីឬសម្បូរក៏ឆ្លើយទេតើអ្នកនាងឈ្មោះអ្វីដែរនាងឆ្លើយថាខ្ញុំឈ្មោះនីជាញាតិមិត្តឆ្ងាយរបស់លោកប្រធានភូមិសម្បូរក៏សួរទៀតថាតើនាងមករកខ្ញុំនៅទីនេះមានការអ្វីដែរនាងបង្ហាញស្នាមញញឹមឆ្លើយតបទៅសម្បូរថាខ្ញុំមកសុំស្នាក់នៅជាមួយលោកគ្រូមួយយប់លើពាក្យសំណូមពររបស់នាងភ្លាមធ្វើឲ្យសម្បូរប្រញាប់បដិសេធភ្លាមថាអូមិនបានទេអ្នកនាងជាស្រីហើយខ្ញុំជាប្រុសយើងប្រកាសជាដេកជាមួយគ្នាតែពីរនាក់មិនបានទេម្យ៉ាងទៀតបើលោកប្រធានភូមិដឹងគាត់ច្បាស់ជាក្តៅក្រហាយមិនខាននាងក៏ឆ្លើយថាលោកប្រធានភូមិប្រកាសជាមិនដឹងទេទោះបីដឹងក៏មិនអីដែរសូមឲ្យនាងខ្ញុំស្នាក់នៅជាមួយនឹងលោកគ្រូមួយយប់ទៅសម្បូរក៏ក្រវីក្បាលបដិសេធដូចដើមថាខ្ញុំមិនអនុញ្ញាតទេអ្នកនាងកុំភ្លេចថាអ្នកនាងជាស្រីហើយខ្ញុំជាប្រុសការខូចខាតតែងតែកើតឡើងប្រសិនបើយើងដេកផ្ទះនៅជាមួយគ្នាសូមកុំមានកំណត់ដូច្នេះហើយត្រឡប់ទៅផ្ទះទៅល្អជាងនាងក៏ថាលោកគ្រូស្អប់ខ្ពើមខ្ញុំព្រោះតែខ្ញុំមិនស្អាតឬទេមិនមែនអញ្ចឹងទេតែវាជារឿងខូចខាតឬបាត់បង់ដែលយើងត្រូវទទួលទាំងពីរនាក់សម្បូរឆ្លើយដោយចិត្តស្មោះសរនិងសរសើរថាអ្នកនាងពិតជាស្រស់ស្អាតណាស់ប្រសិនបើទៅប្រកួតប្រវល់កញ្ញានោះប្រកាសជាជាប់ជាក់ជាមិនខានលើដូចនេះនាងក៏ញញឹមហើយក៏ឆ្លើយថាកាលពីឆ្នាំមុន
លោកប្រធានភូមិបានបញ្ជូននាងខ្ញុំទៅប្រកួតធីតាកសិកម្មដែរគឺនាងខ្ញុំបានទទួលរង្វាន់តំណែងឈ្នះដាច់គេទៅហើយសម្បូរក៏ឆ្លើយថាមែនឬអ្នកនាងក៏ឆ្លើយវិញថាចាអនុញ្ញាតឲ្យនាងខ្ញុំនៅទីនេះមួយយប់ផងពេលចាប់សម្ដីរបស់នាងម្ដងនេះសម្បូរមានការភ្ញាក់ផ្អើលបន្តិចបន្តួចដែរព្រោះពេលនេះគេបានឮសំឡេងឆ្កែលូសម្បូរមានចិត្តខ្វល់ខ្វាយជាងធម្មតាហើយក៏ថាអ្នកនាងត្រឡប់ទៅវិញទៅល្អជាងជាគំចោះនៅពេលសម្ដីបដិសេធចុងក្រោយរបស់សម្បូរបញ្ចប់ទៅនាងក៏បញ្ញាប់ចុះចេញទៅវិញភ្លាមនាងខ្ញុំសូមសរសើរលោកគ្រូណាស់គឺជាបុរសដែលមានចិត្តរឹងមាំបំផុតណាស់ហើយចោះបើមិនពេញចិត្តឲ្យនាងខ្ញុំដេកជាមួយនឹងលោកគ្រូនាងខ្ញុំសូមលាសិនហើយពេលនិយាយចប់នាងក៏ឈានជើងដើរចេញទៅបាត់ទៅក្នុងចំណោមដើមចេកដ៏ក្រាស់ឃ្មឹកព្រឹកស្អែកឡើងសម្បូរបញ្ញាប់ទៅជួបលោកប្រធានភូមិដែលជាម្ចាស់ផ្ទះហើយក៏សួរថាលោកប្រធានភូមិមានកូនក្មួយឈ្មោះនីអត់នាងជាញាតិមិត្តឆ្ងាយៗរបស់លោកប្រធានភូមិលោកប្រធានភូមិក៏ឆ្លើយថាទេខ្ញុំគ្មានទេហើយលោកគ្រូមានការអីដែរសម្បូរនិយាយហេតុការណ៍ដែលកើតឡើងឲ្យលោកប្រធានភូមិបានស្ដាប់យ៉ាងលម្អិតហើយនាងថែមទាំងប្រាប់ថាលោកប្រធានភូមិបានធ្លាប់បញ្ជូននាងឲ្យទៅប្រកួតធីតាកសិកម្មកាលពីឆ្នាំកន្លងទៅនិងទទួលបានតំណែងឈ្នះដាច់នារីដទៃទៀតផងឮសម្បូរនិយាយដូចនេះលោកប្រធានភូមិក៏សើចឡើងឃើញដូចនេះសម្បូរក៏សួរបញ្ជាក់តើបានសេចក្តីយ៉ាងម៉េចទៅលោកប្រធានភូមិលោកប្រធានភូមិក៏ថាឈប់សិនខ្ញុំចង់សួរលោកគ្រូសិនស្រីដែលមកជួបលោកគ្រូតែងខ្លួនយ៉ាងដូចម្ដេចនាងស្លៀកសំពត់ចងក្បិននិងដណ្ដប់ស្បៃពាក់ឈៀងហើយមានផ្កាពណ៌សសៀតនៅត្រចៀកទៀតផងមែនទេលោកគ្រូសម្បូរក៏ឆ្លើយថាបាទមែនហើយលោកប្រធានភូមិលោកប្រធានភូមិក៏បានសួរសម្បូរទៀតថាគេមកជួបនឹងលោកគ្រូបាននិយាយអ្វីខ្លះសម្បូរបានរៀបរាប់ថានាងជាញាតិមិត្តឆ្ងាយៗរបស់លោកប្រធានភូមិហើយលោកប្រធានភូមិទ្រព្យបញ្ជូននាងទៅប្រកួតធីតាកសិកម្មនិងទទួលបានតំណែងឈ្នះដាច់គេនាងប្រាប់តែប៉ុណ្ណឹងហើយខ្លាចមានរឿងមិនល្អខ្ញុំក៏សំណូមពរឲ្យនាងទៅវិញទៅពេលនោះលោកប្រធានភូមិក៏បានសួរទៀតថាតើលោកគ្រូបានមើលទេថានាងដើរទៅខាងណាសម្បូរក៏ប្រាប់ថានាងដើរទៅបាត់ចូលទៅក្នុងចំការចេកទៅពេលឮសម្បូរនិយាយរួចលោកប្រធានភូមិក៏ងក់ក្បាលហើយក៏និយាយថាកាលពីឆ្នាំកន្លងទៅខ្ញុំបានបញ្ជូនផ្លែឈើមួយប្រភេទទៅប្រកួតក្នុងកម្មវិធីប្រចាំឆ្នាំរបស់ខេត្តនិងទទួលបានរង្វាន់ឈ្នះដាច់គេសម្បូរក៏សួរថាតើផ្លែឈើអីទៅលោកប្រធានភូមិលោកប្រធានភូមិក៏ប្រាប់ថាចេកដានីសម្បូរព្រឺខ្លួនយ៉ាងខ្លាំងនៅពេលដែលលោកប្រធានភូមិប្រាប់ថាកំឡោះដែលមកដេកនៅក្នុងផ្ទះមួយក្នុងនោះតែងជួបនឹងស្រីកមុំតែងខ្លួនរបៀបបុរាណដោយដែលលោកគ្រូបានប្រាប់មកអញ្ចឹងគេថាខ្មោចនាងដានីក្រឡាខ្លួនមកលោកគ្រូចាត់ទុកជាបរិសុទ្ធដែលមានចិត្តរឹងមាំក្រាន់បើតែមិនព្រមឲ្យនាងដេកជាមួយបើមិនអញ្ចឹងទេលោកគ្រូប្រកាសជាគ្មានឱកាសបានមកនិយាយរឿងនេះឲ្យខ្ញុំស្ដាប់ទេបាទបងប្អូនទាំងអស់គ្នារឿងចៃដានីបានមកដល់ទីបញ្ចប់ហើយសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការស្ដាប់តាំងពីដើមរហូតដល់ចប់បើមានកន្លែងណាខុសឆ្គងសូមបងប្អូនអភ័យទោសផងហើយបើបងប្អូនចូលចិត្តស្រឡាញ់សូមចុច like និង Subscribe ម្នាក់មួយផងជួបនឹងគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា